ហើយទេសភាពនៅទីនេះស្រស់ស្អាតណាស់តែគួរឲ្យឆ្ងល់ហេតុអ្វីក៏គ្មានមនុស្សម្នាក់នៅទីនេះសោះចំណែកឯព្រះរាមនិងបងពីជីក៏មិនទាន់ត្រឡប់មកវិញដែរណាមួយនៅទីនេះស្ងាត់សួនឈឹងគួរឲ្យខ្លាចដល់ហើយជាទេពអប្សរឬក៏បិសាចហ្នឹងណាព្រោះថានៅទីនេះគ្មានមនុស្សទេឬមួយក៏ជាយក្ខិនីខ្ញុំនេះណាគឺជាមនុស្សលោកធម្មតាទេចុះហេតុអ្វីបានជាលោកមកសំងំលាក់ខ្លួននៅទីនេះតែម្នាក់ឯងអញ្ចឹងហើយយើងខំតែភ័យហ្នឹងណាគឺដោយសារតែសត្វអន្ត្រីញីឈ្មោលទើបបានជាខ្ញុំមកលាក់ខ្លួននៅទីនេះណាហើយយោព្រះរាជបុត្រអើយវល់បង្គំមិនដែលឃើញទេសភាពស្អាតយ៉ាងនេះទេណាក្រាបទូលទឹកក៏ថ្លារីឯផ្កាឧទុំពណ៌មីដេរដាស់កូចគុណមិនចេះឆ្អែតទេណាក្រាបទូលពិតមានហើយណាបងពីជីតែខ្ញុំគិតថានៅទីនេះណាប្រកាសជាមិនស្រួលទេដូច្នេះណាពួកយើងត្រូវតែប្រុងប្រយ័ត្នព្រះរាជបុត្រសូមស្ដេចទាត់ទៅខាងមុខចុះណាក្រាបទូលពុតជាមាននិស័យមានហើយពួកយើងនេះតាធ្លាប់បានជួបពួកឯងម្ដងហើយតែថ្ងៃនេះពិតជាមានសំណាងណាស់តើបងសុករៈមកទីនេះមានការអ្វីដែរខ្ញុំតែងតែដើរទៅមកទីនេះជារៀងរាល់ថ្ងៃទីនេះដែរអ្នកទាំងពីរឆាប់ត្រឡប់ទៅវិញទៅបើមិនដូច្នេះទេមិនមានគ្រោះថ្នាក់មិនខានឡើយជឿតែទូលបង្គំចុះណាក្រាបទូលពួកយើងសូមអរគុណហើយណាលោកសូករៈតែពួកយើងទាំងពីរនេះណាមិនខ្លាចឡើយ
ណាស់ហើយយើងសូមលាពួកអ្នកតំណេះចោះសូមឲ្យសុខសប្បាយក្រាបទូលហើយកុំទុកគិតអីច្រើនណាស់ក្រាបទូលព្រះរាមនឹងយកមកវិញមិនខានទេណាព្រះនាងទូលបង្គំចេះតែបារម្ភទៅណាស់ក្រាបទូលព្រោះថាអ្នកទាំងពីរចេញទៅយូរហើយគ្មានដំណឹងសោះត្បិតនៅនគរនេះស្ងាត់បន្តិចមែនណាតែមានសុវត្ថិភាពល្អណាស់ក្រាបទូលជឿតែទូលបង្គំទៅណាព្រះនាងឥឡូវនេះណាមេឃកំពុងតែភ្លៀងហើយចូលព្រះនាងគុំនៅទីនេះសិនចុះណាទូលបង្គំនឹងទៅរកអាហារមកថ្វាយណាក្រាបទូលព្រះពរម្ចាស់សូមស្ដេចយាងចុះណាក្រាបទូលហើយបងពីជីទីនេះណាពិតជាស្អាតដល់ហើយអើយអើយបង្គំក៏គិតអញ្ចឹងដែរណាក្រាបទូលតែដូចជាធំក្លិនចម្លែកយ៉ាងម៉េចមិនដឹងទេណាតើព្រះអង្គធំក្លិនដូចទូលបង្គំដែរទេនឹងក្រាបទូលពិតមានហើយណាបងពីជីខ្ញុំនេះណាក៏ធំដូចបងដែរហើយយាយព្រះរាជបុត្រមិនដឹងជាសត្វអីទេណាក្រាបទូលមិនយកទៅអីវាជាបានយើងមិនខានទេព្រះរាជបុត្រតាមការពិតគឺជាខ្មោចដេរឆានសោះក្រាបទូលលេអសុរកាយឆាប់កិច្ចពីមុខយើងទៅណាយើងមិនចង់ធ្វើបាបអ្នកទេ